គ្រាន់តែឃើញម៉ូតូអូតូចូលផ្ទះជាងដំដូចឃើញលុយចូលផ្ទះជាងដំចឹងមានន័យថាលុយវាមកតាមម៉ូតូហ្នឹងហើយតែក៏មុននឹងយកលុយចេញពីម៉ូតូហ្នឹងបានណាតជាងដំឲ្យឆ្កេះស្គៀលបានលុយសិនមានតែធ្វើម៉ូតូគេឲ្យវាស្រួលជិះសិនអញ្ចឹងសួរថាម៉ូតូមិនមានបញ្ហាអីបាទជាងដំឲ្យថាបានលុយទៀតហើយហ្នឹងម៉ូតូនេះមានបញ្ហាទឹកចូលក្នុងប្រេងម៉ាស៊ីនហើយខ្ញុំក៏សួរគាត់អូនឯងជិះទៅរៀននៅពេញទឹកលិចម៉ូតូនៅពេញមែនអូនបានប្រាប់ខ្ញុំថាម៉ូតូអូនមានបានលិចទឹកទេហើយខ្ញុំក៏សួរថាបើអត់ដែលលិចទឹកចឹងមិនទឹកចូលប្រេងម៉ាស៊ីនកើតអូនហើយអូនក៏បានប្រាប់ខ្ញុំថាម៉ូតូអូនគឺទុកចោលមុខផ្ទះហើយវាសយស្អីថ្ងៃហ្នឹងក្មួយអូនអាយុប្រហែលជា3 4ឆ្នាំវាទៅនេពេកលេយកទឹកចាក់ចូលក្នុងសមាឡើងពេញហើយអូនវាចេះតែព្យាយាមដេឡើងឆ្លក់ដេមិនក៏អត់ឆេះដេតបើទឹកចូលក្នុងប្រេងម៉ាស៊ីនតិចហើយអូនក៏បានដូរប្រេងម៉ាស៊ីនចេញហើយក៏ប៉ុន្តែដូរហើយវានៅតែអត់ឆេះដែរឆេះជាកើតមានន័យថាម៉ូតូនោះឆេះព្រីព្រោះមូលទៅតថប់មូលទៅបានអាកន្ទ័រ70ឯងដល់កន្ទ័រ70គឺអាលុតគឺខុលអាលុតតែម្ដងអញ្ចឹងខ្ញុំក៏ទាគាត់មើលប្រព័ន្ធភ្លើងព្រោះតែក្នុងម៉ាស៊ីនគាត់គឺបានស្អាតអស់ហើយគាត់លាងឲ្យអស់ហើយអញ្ចឹងខ្ញុំក៏បាន scan វាមើលហើយម៉ាស៊ីន scan ក៏បានប្រាប់ខ្ញុំថាម៉ូតូនោះជាប់កូដមួយគ្រាប់ជាប់កូដ TP sensor ម៉ាស៊ីន scan វាថាជាង10ឯងដូរតែ TP sensor មួយទៅម៉ូតូជិះស្រួលឡើងវិញហើយតែមុនខ្ញុំដូរខ្ញុំត្រូវពិនិត្យមើលសិនថាតើ TP sensor វាខូចវាចេញមុខមាត់មិនអញ្ចឹង TP sensor នេះពេលដែលយើងមួយហ្គាឡើងគឺវាឡើងបានតែ50ដឺក្រេទេគឺវាធ្លាក់មក00វិញស្តង់ដាររបស់ TP sensor នេះគឺមួលឲ្យចិត្តជាងណាបងប្អូនដល់អញ្ចឹងមិនបាច់ញ៉ៃច្រើនទេដូរ TP sensor យកហ្មងទៅព្រោះថាម៉ូតូនេះខ្ញុំក៏ធ្វើរឿងច្រើនដែរបងប្អូនខ្ញុំមើលប្រព័ន្ធភ្លើងផងនិងលាងកក្រៅផងលាងប្លុកផ្ទះស្រែពៀនផងមិនមែនដូរតែ TP នឹងមួយណាបងប្អូនតែខចំណុចផ្សេងវាខជាបន្ទាប់បន្សងតែប៉ុណ្ណោះចំណុចសំខាន់គឺ TP នឹងតែម្ដងអញ្ចឹងទៅមើលដឺក្រេទាំងអស់គ្នាបងប្អូនថាតើវាបានប្រមាណឃើញទេបងប្អូនដឺក្រេរបស់វាបានរហូតដល់7ជាងហ្នឹងហើយតែបាន7ជាងឯងប្រកាសជាត្រឹមត្រូវឯងបងប្អូនតែក៏ម៉ូតូនេះខ្ញុំត្រូវជិះមើលសិនថាតើវាលេងអីនៅវាលេងដាច់វាលេងឆ្លក់ហើយនៅហើយអាសន្ទុះវាបានមកវិញហើយឬនៅអញ្ចឹងឃើញថាម៉ូតូនេះគឺលេងមានបញ្ហាអីបងប្អូនហើយតែលេងមានបញ្ហាអីចេះល្ងាចនេះប្រកាសជាបានលុយដាក់អាចាក់ទៀតឯងបងប្អូនអើយ